សួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះមកមើលនាទីផាត់មុខខ្ញុំចាផាត់មុខទៅធ្វើការរៀងរាល់ថ្ងៃដំបូងឡើយខ្ញុំលាប sunscreen mist តមកខ្ញុំលាបអានេះមួយជាន់ទៀតដើម្បីកាត់បន្ថយប្រេងលើមុខចាល្អប្រាស់មែនតើខ្ញុំប្រើឲ្យបានផលមែនចាបន្ទាប់មកខ្ញុំចាប់ផ្ដើមមក contour ចា contour លើកន្លែងដែលមានស្នាមអុចខ្មៅខ្ញុំលាបវាអញ្ចឹងណាខ្ញុំគូសវាអញ្ចឹងទៅចាបន្ទាប់មកខ្ញុំគូសខ្ទង់ច្រមុះខ្ញុំយកយើងច្រមុះស្រួចតិចចឹងណាតែប៉ុន្តែវាមិនស្រួយស្អីទេខ្ញុំមិនចេះផាត់ហ្នឹងផាត់ក៏មិនឃើញស្រួយដែរតែមកខ្ញុំដាក់ glow ឲ្យវាមានមុខពណ៌ផ្កាឈូកឲ្យមុខរៀងភីងខ្លះចាឲ្យភីងឲ្យខ្លាចជាក្មេងវិញចឹងណារងថ្ងៃរៀនផាត់មុខដើម្បីឲ្យខ្លួនក្មេងវិញប៉ុន្តែផាត់មិនក៏នៅតែមិនក្មេងដែរចាតោះមកខ្ញុំ blend ចូលហើយតោះមកខ្ញុំគូសខ្ទង់ច្រមុះចាធ្វើដូចមានខ្ទង់ហ្នឹងចាតែពិតអត់ទេ0តែម្ដងចាហើយខ្ញុំ blend ពណ៌ចេញហើយទៅ blend វាឲ្យពេញមុខមកតមកទៀតខ្ញុំយកម្សៅផាត់មកផាត់វាមកតង់សិនដើម្បីឲ្យវាអឺស៊ីគ្នាចូលគ្នាខំចូលគ្នាចឹងណាតមកខ្ញុំយកអាហ្នឹងគេហៅអីចេះទេមកភៀកចាបងប្អូនចាហ្នឹងល្អប្រើមែនតើខ្ញុំឈៀកឲ្យអាចទាំងឈៀកអាចទាំងគូព្រោះឲ្យវាមានមុខ4ចាខ្ញុំឆ្លាញ់មែនតើខ្ញុំមានលក់ចាតមកខ្ញុំមកគីឡូភ្នែកចាគីឡូភ្នែកខ្ញុំដាក់ពណ៌ស្រាលមុនដំបងតមកពណ៌រៀងដិតបន្តិចចាប៉ុន្តែអត់សូវដិតទេនៅខាងក្រៅមើលខាងក្នុងដូចដិតប៉ុន្តែមើលនៅក្រៅអត់ដុតផងហ្នឹងចាដាក់មកដាក់ bling ទៀតមក bling នេះខ្ញុំ3 4ថ្ងៃដាក់ម្ដងពួកខ្ញុំដាក់រងថ្ងៃខ្ញុំឈឺភ្នែកដាក់បានទេរងថ្ងៃឈឺភ្នែកពេកទៅមកខ្ញុំគូស eyeliner អឺគូសតាមមកស្អាតទេខ្ញុំយកនេះត្រេវាត្រេឈូសត្រេឈូសហើយខ្ញុំទៅគូសដក់ភ្នែកចាខ្ញុំចេះត្រេឈូសដូចអូស្ការឈូសដីចឹងបងប្អូនចេះតែត្រេវាទៅបន្ទាប់មកខ្ញុំដាក់ contour ថែមទៀតព្រោះខ្ញុំមើលទៅមានអារម្មណ៍ថាខ្លួនឯងភ្នែកនៅតែខ្មៅដែរអត់ទាន់បាត់ស្លក់អញ្ចឹងណាបន្ទាប់មកខ្ញុំយកនេះពុតរំភ្នែកចាពុតហើយលាប mascara ចា mascara នេះ3ថ្ងៃ4ថ្ងៃអីទៅណាទេបងប្អូនរឹងកជ្រឹះជាប់បានយូរអាហ្នឹងបានទាំងចាំសិតទាំងចាំទាំងបានទាំង mascara ចាហ្នឹងខ្ញុំមានលក់ដែរចាអីវ៉ាន់ខ្ញុំប្រើហ្នឹងសិនខ្ញុំមានលក់ទាំងអស់បន្ទាប់មកខ្ញុំគូសរឹមមាត់ហ្នឹងដើម្បីវាមានទម្រង់មាត់ចឹងយើងចង់បានស៊ីយើងចង់បានអាម៉េចយើងគូសមកហើយយើងត្រេវាមកចាបន្ទាប់មកខ្ញុំមើលដាក់សៅដាក់គីឡូលើច្រមុះនឹងគីឡូស្អីទៀតហ្នឹងភ្លេចបាត់ហើយខ្ញុំដាក់គីឡូថ្ពាល់ទៀតចាគីឡូថ្ពាល់ខ្ញុំឃើញនៅក្នុងទូរស័ព្ទដូចដិតតែប៉ុន្តែខ្ញុំអត់ទេបងប្អូនទៅធ្វើការខ្ញុំផាត់ស្រាលទេពួកខ្ញុំខ្លាចមើលអ្នកនៅក្រុមហ៊ុនផ្អើលចឹង